Ok ជំរាបសួរក៏ដូចជាសួស្តីបងប្អូនអរគ្នានេះគឺជាវីដេអូបង្រៀនអំពីរបៀបនៃការដូរនៅ password Facebook របស់យើងបាទដោយជំហានដំបូងគឺយើងចូលមកកាន់ profile account របស់យើងបែបនេះមកហើយជំហានបន្ទាប់គឺយើងចូលទៅកាន់ tray 3ខាងលើបាទនេះ tray 3នេះអូខេចុចលើវាទៅវានឹងចេញទម្រង់បែបនេះហើយយើង scroll វាមកក្រោមបន្តិចយើងឃើញពាក្យថា setting and privacy ហើយយើងចុចលើវាទៅវានឹងចេញទម្រង់បែបនេះយើងយកពាក្យថា setting នេះបាទ setting បាទហើយវានឹងចូលមកដល់កន្លែងនេះយើងយកពាក្យនេះកន្លែងនេះមកហើយគេដាក់ថា meta នេះនៅខាងលើនេះយើងចុចទៅវាទៅវានឹងចេញទម្រង់បែបនេះហើយយើង scroll វាមកក្រោមបន្តិចយើងយកពាក្យថា password and security បាទកន្លែងនេះចុចលើវាទៅហើយវានឹងចេញទម្រង់បែបនេះយើងយកពាក្យថា change password នេះខាងលើនេះបាទ change password យើងចុចលើ account របស់យើង account Facebook ដែលយើងចង់ដូរ password ហ្នឹងវាចេញរងបែបនេះហើយសូមបញ្ជាក់ផងដែរថាក្លោនទាំង3នេះក្លោនខាងលើនេះគឺជាក្លោន password ចាស់យើងវាយ password ចាស់របស់យើងចូលទៅហើយក្លោនទី2នេះគឺ password ថ្មីរបស់យើងដែលយើងចង់ដូរហ្នឹងហើយក្លោនទី3នេះគឺជាក្លោន password ថ្មីរបស់យើងដែរគេថាមានន័យថាយើងវាយចូលម្ដងទៀតវាចូល password ថ្មីរបស់យើងម្ដងទៀតចូលមកក្លោនទី3នេះហើយយើងคลิกទៅនេះមកហើយយើងយកពាក្យថា change password ខាងក្រោមនេះវាអាចនឹងដូរបាន 100% បាទអរគុណវីដេអូនេះមានប៉ុណ្ណេះទេបាទអរគុណជម្រាបលាបងប្អូនអរគ្នា